ដឹងរឹតតែច្បាស់ហើយថាតើហេតុអ្វីបានជាថៃមិនដោះលែងយោធិនរបស់កម្ពុជាទាំង18នាក់ដែលទាហានថៃបានចាប់ខ្លួនដោយខុសច្បាប់ក្រោយបទជបាញ់លទ្ធផលចេញជាផ្លូវការហើយនាម៉ោង12ថ្ងៃត្រង់ថ្ងៃអង្គារទី30ខែធ្នូឆ្នាំ2025យោធាថៃមិនបានដោះលែងយោធិនកម្ពុជាទាំង18នាក់ឲ្យត្រឡប់មកកាន់មាតុភូមិវិញទេបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fresh News ផ្លូវការរបស់កម្ពុជាកាលពីវេលាម៉ោង 12:49 នាទីថ្ងៃត្រង់នាថ្ងៃទី30ខែធ្នូឆ្នាំ2025នេះបានបញ្ជាក់យ៉ាងច្បាស់ថាវីរៈកងទ័ពទាំង18រូបរបស់កម្ពុជាមិនត្រូវបានភាគីយោធាថៃដោះលែងនោះទេសូមលំអរកាយគោរពជម្រាបសួរជាថ្មីម្ដងទៀតស្វាគមន៍មកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានក្តៅៗអំពីស្ថានភាពសន្តិសុខជាតិនាថ្ងៃទី30ខែធ្នូឆ្នាំ2025បងប្អូនជនរួមជាតិជាទីគោរពរាប់អានតាមការពិតទៅយើងអាចវាយតម្លៃបានរួចទៅហើយប៉ុន្តែយើងខំខំមាត់សង្កត់ចិត្តលេបថ្មលេបគ្រោះមិននិយាយអ្វីទេរយៈពេល72ម៉ោងនេះយើងនៅតែសង្ឃឹមថាយោធាថៃនឹងដោះលែងយុទ្ធជនទាំង18រូបរបស់កម្ពុជាឲ្យត្រឡប់មកកាន់មាតុភូមិវិញប៉ុន្តែជាលទ្ធផលដែលយើងទទួលបាននោះវាបានឆ្លុះបញ្ចាំងអំពីអិរិយាបថរបស់យោធាថៃកាលពីថ្ងៃទី29និងព្រឹកថ្ងៃទី30នេះទៅហើយរឿងហេតុដដែលត្រូវបានកើតឡើងពីយោធាថៃជាអ្នកបង្កើតដោយផ្ទាល់តែម្ដងដើម្បីឲ្យបងប្អូនប្រិយមិត្តទេសនិកជនកាន់តែជ្រាបច្បាស់ថាតើហេតុអ្វីបានជានៅវេលាម៉ោង 12 ថ្ងៃត្រង់នាថ្ងៃទី30ខែធ្នូឆ្នាំ2025យោធាថៃនៅតែមិនដោះលែងយុទ្ធជនទាំង18នាក់របស់កម្ពុជានៅឡើយបើយើងក្រឡេកមើលទៅលើសារព័ត៌មានផ្លូវការរបស់ថៃមួយបានចុះផ្សាយនៅមុនម៉ោង 12 ថ្ងៃត្រង់នាថ្ងៃទី30ខែធ្នូឆ្នាំ2025បានឲ្យដឹងថាលោកស៊ីហាសៈភូមិគិតកែវរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានទទួលស្គាល់អំពីកិច្ចព្រមព្រៀងបទជបាញ់ថាពេលនេះនៅមានភាពផុយស្រួយនៅឡើយហើយលោកបានជំរុញឲ្យកម្ពុជាគោរពតាមការបដិញ្ញាចិត្តរបស់ខ្លួននិងជៀសវាងនូវរាល់សកម្មភាពទាំងឡាយដែលអាចចាត់ទុកថាគឺជាការញុះញង់ឬក៏អាចបង្កឲ្យមានការយល់ច្រឡំនេះគឺជាខ្លឹមសារទាំងស្រុងដែលខ្ញុំធ្វើការបកប្រែក្រៅផ្លូវការរបស់សារព័ត៌មានខៅសុតអង់គ្លេសរបស់ថៃសូមបងប្អូនស្ដាប់ដោយការពិចារណាចំណុចខ្លះអាចជាការញុះញង់លោកបានបញ្ជាក់ថាការពិភាក្សានៅក្នុងក្របខ័ណ្ឌគណៈកម្មការព្រំដែនចម្រុះ JBC មិនទាន់អាចប្រញាប់ប្រញាល់បានទេដោយសារតែនៅមាននីតិវិធីជាច្រើនផ្សេងទៀតហើយលទ្ធផលនៃការចរចានឹងផ្សារភ្ជាប់ទៅដល់រដ្ឋាភិបាលអាណត្តិក្រោយនៅវេលាម៉ោង 9:45 នាទីព្រឹកនាថ្ងៃទី30ខែធ្នូឆ្នាំ2025នៅវិមានរដ្ឋាភិបាលលោកស៊ីហាសៈបានលើកឡើងអំពីកិច្ចប្រជុំត្រីភាគីរវាងរដ្ឋមន្ត្រីការបរទេសថៃកម្ពុជានិងចិនដែលបានប្រព្រឹត្តទៅនៅទីក្រុង UC ខេត្តយូណានប្រទេសចិនដោយមានចិនជាម្ចាស់ផ្ទះលោកបានថ្លែងថាគោលដៅរបស់ប្រទេសថៃគឺបំផ្លាញបទជបាញ់នេះឲ្យคล้ายទៅជាសន្តិភាពប្រកបទៅដោយចីរភាពនិងប្រើប្រាស់វាជាមូលដ្ឋានគ្រឹះសម្រាប់កសាងទំនុកចិត្តគ្នាទៅវិញទៅមកលោកបានកត់សម្គាល់ថាទំនាក់ទំនងកម្ពុជាថៃនៅមានភាពរសើបនៅឡើយដោយសារតែបទជបាញ់ទើបតែត្រូវបានព្រមព្រៀងគ្នានាពេលថ្មីៗហេតុដូច្នេះភាគីទាំងពីរគួរជៀសវាងហេតុការណ៍ដែលអាចនាំឲ្យមានការយល់ច្រឡំឬធ្វើឲ្យប៉ះពាល់ទៅដល់បទជបាញ់ដូចជាការដាក់ពង្រាយដ្រូនការប្រើប្រាស់សម្ដីញុះញង់ឬក៏សេចក្តីថ្លែងការណ៍នានានៅកម្រិតថ្នាក់ដឹកនាំដោយលោកបានសង្កត់ធ្ងន់ទៅលើតម្រូវការនៅក្នុងការប្រុងប្រយ័ត្ននិងការត្រួតពិនិត្យការពិតជាឧទាហរណ៍លោកបានលើកឡើងអំពីប្រសាសន៍របស់នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតដែលបានលើកឡើងថាបទជបាញ់មិនមែនមានន័យថាកម្ពុជាចុះចាញ់នោះទេលោកស៊ីហាសៈយល់ថាការលើកឡើងបែបនេះអាចបង្កឲ្យមានការយល់ច្រឡំប៉ុន្តែលោកបានបញ្ជាក់ថាវាជាការប្រសើរនៅក្នុងការរំលងបញ្ហាទាំងនេះហើយផ្ដោតទៅលើការធ្វើបទជបាញ់មានភាពស្ថិតស្ថេរនិងពង្រឹងទំនុកចិត្តគ្នាវិញពាក់ព័ន្ធទៅនឹងការរកឃើញដ្រូនប្រមាណជា250គ្រឿងនៅតាមបណ្ដោយព្រំដែននិងករណីទាហានថៃម្នាក់បានជន់មានប្រឆាំងមនុស្សជាលើកទី11លោកស៊ីហាសៈបានមានប្រសាសន៍ថាគួរតែត្រូវមានការផ្ទៀងផ្ទាត់ថាតើមានទាំងនោះគឺជាមានចាស់ឬក៏មានទើបតែដាក់ថ្មីនិងថាហេតុការណ៍ទាំងនេះនឹងប៉ះពាល់ទៅដល់បទជបាញ់72ម៉ោងដែរឬទេលោកបានកត់សម្គាល់ថាចំណុចមួយដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC គឺជាការបង្កើតខ្សែទូរស័ព្ទបន្ទាន់ Hotline ដើម្បីបង្ការការយល់ច្រឡំលោកបានបន្ថែមថាកម្ពុជាហាក់បីដូចជាកំពុងជំរុញឲ្យមានកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការព្រំដែនចម្រុះ JBC លើការខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សទោះបីជាយ៉ាងណាក៏ដោយលទ្ធផលនៃកិច្ចប្រជុំ GBC មិនទាន់ត្រូវបានដាក់ជូនគណៈរដ្ឋមន្ត្រីនៅឡើយទេហើយវាក៏ទាមទារឲ្យមានការពិចារណាផ្នែកច្បាប់ថាតើរដ្ឋាភិបាលចាំប្រទេសត្រូវការអនុញ្ញាតឬក៏យ៉ាងណាដោយសារតែសេចក្តីសម្រេចរបស់ JBC អាចនឹងមានភាពចងភ្ជាប់ទៅនឹងរដ្ឋាភិបាលនាពេលអនាគតលោកបានបញ្ជាក់ថាថៃមិនបានព្យាយាមពន្យាពេលដោយចេតនានោះទេប៉ុន្តែតំបន់នោះត្រូវតែមានសុវត្ថិភាពជាមុនសិនព្រោះការខណ្ឌសីមាព្រំដែនទាមទារឲ្យមានការចុះទៅអនុវត្តការងារផ្ទាល់នៅទីនោះចំពោះបញ្ហានៃការដោះលែងអ្នកទោសសង្គ្រាមកម្ពុជាចំនួន18នាក់លោកស៊ីហាសៈបានថ្លែងថានេះគឺស្របទៅតាមបទជបាញ់72ម៉ោងដែលបានព្រមព្រៀងគ្នាហើយលោកបានរំលឹកសារជាថ្មីថាភាគីទាំងពីរត្រូវតែគោរពបទជបាញ់និងរក្សាពាក្យសន្យារបស់ខ្លួននៅពេលដែលសួរអំពីវិធីសាស្ត្រការទូតរបស់ថៃចំពោះកម្ពុជាលោកមានប្រសាសន៍ថាច្រកផ្លូវការទូតនៅតែបើកចំហនិងមានសកម្មភាពជានិច្ចហើយអាជ្ញាធរទាំងផ្នែកការទូតនិងយោធាកំពុងតែមានការទំនាក់ទំនងគ្នាជាបន្តបន្ទាប់នៅពេលណាដែលមានហេតុការណ៍កើតឡើងលោកបានវាយតម្លៃថាប្រសិនបើគ្មានហេតុការណ៍មិនប្រក្រតីណាមួយដែលត្រូវបានកើតឡើងនៅក្នុងរយៈពេល
ពេល72ម៉ោងដោយជាការញុះញង់ឬក៏ចំនួនទៅលើការបោះសម្អាតមីននោះប្រទេសថៃអាចបន្តទៅមុខជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្តចំណែកឯបញ្ហាដែលប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានបដិសេធមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលខណ្ឌសីមាដោយកងទ័ពថៃលោកស៊ីហាសាក់យល់ថាបរិបទនាពេលបច្ចុប្បន្ននេះបានផ្លាស់ប្ដូរទៅហើយចំពោះជំហររបស់រដ្ឋាភិបាលនាពេលអនាគតរួមទាំងថាតើមានការពិនិត្យឡើងវិញនៅអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000 MOU លេខ43ឬយ៉ាងណានោះនៅមិនទាន់ច្បាស់លាស់នៅឡើយទេលោកស៊ីហាសាក់បានសន្និដ្ឋានថាយើងមានបទជុំបាញ់ដើម្បីធានាសុវត្ថិភាពសាធារណៈយើងចង់ឲ្យភាគីទាំងពីរគោរពព្រោះភាគីទាំងពីរបានទទួលនៅការបាត់បង់ដូចគ្នាប្រជាជនក៏ចង់ត្រឡប់ទៅទីកន្លែងដើមរបស់ពួកគេវិញវាជាផលប្រយោជន៍រួមរបស់យើងនៅក្នុងការធ្វើបទជុំបាញ់មាននិរន្តរភាពនិងស្ថិរភាពបញ្ហាផ្សេងទៀតយើងអាចពិភាក្សាគ្នាបាននៅក្នុងនាមជាប្រទេសជិតខាងទន្ទឹមនឹងនេះរដ្ឋមន្ត្រីការពារជាតិលោកឧត្តមសេនីយ៍ណាតពលណភនិកបានធ្វើអត្ថាធិប្បាយយ៉ាងខ្លីអំពីការដោះលែងអ្នកទោសសង្គ្រាមកម្ពុជា18នាក់ថាយើងនឹងដឹងច្បាស់នៅពេលថ្ងៃត្រង់នេះបងប្អូនប្រិយមិត្តទេសនិកជននេះគឺជាខ្លឹមសារព័ត៌មានដែលខ្ញុំដកស្រង់ចេញពីសារព័ត៌មានខៅសុតអ៊ីងលីសយកមកជម្រាបជូនបងប្អូននៅថ្ងៃនេះសម្រាប់ខ្លឹមសារខាងលើនេះបងប្អូនយើងសង្កេតឃើញថាភាគីថៃនៅតែធ្វើការចោទប្រកាន់ហើយយកទ័លហីកទាំងអស់នេះមកធ្វើជាយន្តការដើម្បីបញ្ចប់នៃការដោះលែងវីរៈកងទ័ពរបស់កម្ពុជាទាំង18នាក់តែម្ដងបើទោះបីជាកម្ពុជាព្យាយាមអត់ធ្មត់មិនធ្វើសកម្មភាពអ្វីទាំងអស់ក៏ពិតមែនប៉ុន្តែតាមរយៈសកម្មភាពនានាថៃនៅតែបង្កើតរឿងរ៉ាវឥតឈប់ឈរជាក់ស្ដែងដូចជាករណីដ្រូនចំនួន250គ្រឿងហើយនឹងករណីនៃយោធារបស់ថៃនេះជាប់មីននេះគ្មានអ្នកណាដាក់មីនគ្មានអ្នកណាទៅបង្ហោះដ្រូនទេបងប្អូនវាគ្រាន់តែជារឿងរ៉ាវដែលជាលេសសុបសាតរបស់ភាគីថៃដដែលដូច្នេះសរុបរួមមកគ្រប់ពាក្យពេចន៍ដែលថៃបានធ្វើការផ្សព្វផ្សាយនិងសម្ដីរបស់រដ្ឋមន្ត្រីការបរទេសរបស់ថៃលោកស៊ីហាសាក់ខាងលើនេះមិនមែនជាសម្ដីប្រកបទៅដោយភាពស្មោះត្រង់និងចេញពីចិត្តផ្ទាល់ខ្លួននោះទេវាបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាជាសេណារីយ៉ូនយោបាយរបស់ថៃសុទ្ធសាធប៉ុន្តែយ៉ាងណាក៏ដោយនេះគ្រាន់តែជាការអះអាងនៅតាមសារព័ត៌មានរបស់ថៃតែប៉ុណ្ណោះយើងក៏នៅតែមិនទាន់ជឿទុកចិត្ត 100% ថាតើសារព័ត៌មានរបស់ថៃនេះជាការពិតដែរឬយ៉ាងណាមានតែបន្តរងចាំមើលតាមដាននៅសារព័ត៌មានផ្លូវការរបស់កម្ពុជាបន្ថែមទៀតហើយក៏យើងនៅតែសង្ឃឹមជឿជាក់ថាយោធាថៃនឹងដោះលែងយោធាកម្ពុជាទាំង18នាក់ឲ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញយ៉ាងណានៅតាមបណ្ដាញសង្គមមានការបង្ហោះថាមានការដោះលែងវីរៈកងទ័ពរបស់កម្ពុជានៅវេលាម៉ោង3ឬក៏ម៉ោង4រសៀលនេះនៅតែមិនទាន់ជាការពិតនៅឡើយសូមបងប្អូនប្រជាជនកម្ពុជាទាំងអស់មានស្មារតីរឹងប៉ឹងឡើងនិងព្យាយាមលើកទឹកចិត្តដល់វីរៈកងទ័ពរបស់យើងព្រមទាំងគោរពនៅគោលការណ៍ដែលរាជរដ្ឋាភិបាលយើងកំពុងតែដំណើរការនៃការដោះស្រាយដោយសន្តិវិធីផ្លូវការទូតជាមួយនឹងអន្តរជាតិហើយយើងត្រូវជឿជាក់លើរដ្ឋាភិបាលកម្ពុជាដើម្បីបន្តដំណើរដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពនិងធានាសុវត្ថិភាពព្រមទាំងសន្តិភាពសម្រាប់កម្ពុជាជានិរន្តរកាលទៅថ្ងៃអនាគតសូមបញ្ជាក់ម្ដងទៀតជូនប្រិយមិត្តជនរួមជាតិទាំងអស់គ្នាថាខាងលើដែលខ្ញុំអានអំបញ្ញមិញនេះគឺជាសារព័ត៌មានរបស់ភាគីថៃតែប៉ុណ្ណោះសូមបងប្អូនកុំមានការជឿជាក់ 100% ឲ្យទាល់តែសោះសូមអរគុណសូមជម្រាបលា